បុគ្គលជាសមាទិដ្ឋិបុគ្គលជាសមាទិដ្ឋិគេតែងតែមានការយល់ត្រូវឬក៏មានទស្សនៈត្រឹមត្រូវមានការយល់ឃើញត្រឹមត្រូវយល់ត្រូវយ៉ាងណាគឺឧទាហរណ៍ថាសាងល្អបានល្អសាងអាក្រក់បានអាក្រក់សាងបុណ្យបានបុណ្យសាងបាបបានបាបលក្ខនឹងលក្ខជាដើមបុគ្គលជាសមាទិដ្ឋិគឺតែងតែយល់ឃើញថារាល់សកម្មភាពរាល់អំពើទាំងឡាយតែងតែផលិតចេញជាលទ្ធផលជាផលចុងក្រោយបើសិនជាគេសាងល្អគេនឹងទទួលបាននូវសេចក្តីសុខបើគេសាងអាក្រក់គេនឹងទទួលបាននូវសេចក្តីទុក្ខជាដើមនេះគឺជាលក្ខណៈរបស់បុគ្គលជាសមាទិដ្ឋិបុគ្គលជាសមាទិដ្ឋិជាបុគ្គលដែលមានសេចក្តីមិនប្រមាទដក់ជាប់នៅក្នុងអារម្មណ៍នៅក្នុងចិត្តគឺការប្រព្រឹត្តធ្វើអ្វីគឺតែងតែមានការប្រុងប្រយ័ត្នមិនឲ្យមានសេចក្តីធ្វេសប្រហែសគឺសេចក្តីប្រមាទដឹកនាំខ្លួនធ្លាក់នៅក្នុងសេចក្តីអន្តរាយណាមួយដោយសេចក្តីប្រមាទឬក៏ការធ្វេសប្រហែសរបស់ខ្លួនព្រោះតែការយល់ថាធ្វើល្អមិនបានល្អធ្វើអាក្រក់មិនបានអាក្រក់នោះសោះឡើយ